ពលករខ្មែរមួយរូបមកពីខេត្តបន្ទាយមានជ័យទទួលមរណភាពដោយសារការរំជួយដីនៅប្រទេសថៃយោងទៅតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថាយោងតាមរបាយការណ៍នាយកដ្ឋានបង្ការនិងគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងមហាផ្ទៃថៃនិងការតាមដានជាប្រចាំរបស់ក្រសួងនិងស្ថានអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសថៃគិតត្រឹមម៉ោង 3:30 នាទីរសៀលថ្ងៃទី31 ខែមីនាឆ្នាំ2025នេះមានពលករខ្មែរមួយរូបឈ្មោះមាសសាវ៉ាភេទប្រុសអាយុ23ឆ្នាំដែលមានទីលំនៅនៅក្នុងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យត្រូវបានបញ្ជាក់ថាទទួលមរណភាពដោយសារគ្រោះរំជួយដីនៅក្នុងប្រទេសថៃសូមបញ្ជាក់ផងដែរថាក្រោយគ្រោះរំជួយដីបានកាត់ឡើងភ្លាមសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំដល់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិស្ថានឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសថៃឲ្យចុះទៅផ្ទាល់ដល់កន្លែងកាត់ហេតុដើម្បីក្តោបនៅព័ត៌មាននិងតាមដានស្ថានភាពនៅទីនោះជាប្រចាំនារសៀលថ្ងៃទី31 ខែមីនានេះឯកឧត្តមហ៊ុនសារឿនឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសថៃបានអញ្ជើញទៅដល់មន្ទីរពេទ្យដង្កល់សពរួមជាមួយនឹងគ្រួសារដើម្បីទទួលសពយកមកធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងធ្វើបច្ចុប្បន្នភាពបន្ថែមក្នុងករណីមានការបញ្ជាក់ជាផ្លូវការណាមួយពីអាជ្ញាធរថៃ